បាទសូមជម្រាបសួរខ្ញុំបាទងួនសេចាសារព័ត៌មាន Hero News បាទនេះគឺជាសកម្មភាពដែលក្រុមហ៊ុន Atomy ប្រទេសកូរ៉េដែលគាត់មានក្រុមហ៊ុនផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់នឹងគាត់បានយកជាអំណោយចែកជូនដល់បងដែលគាត់ពិការជើងបាទដែលគាត់មានទីលំនៅបាទដែលគាត់មានទីលំនៅនៅភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យយើងនេះតែម្ដងបាទ ព្រឹកថ្ងៃទី18ខែ9 2025បាទនេះគឺជាការតិចតួចដូចជារឿងបរិភោគការផ្ដល់ជូនដល់លោកឲ្យទៅចូលរួមក្នុងដៃការបំរុងនៃជីវិតប្រចាំថ្ងៃគ្រប់យ៉ាងសម្រាប់នៅក្នុងសាហើយជាជាក់ស្ដែងរដ្ឋាភិបាលរបស់ប្រទេសកម្ពុជារបស់យើងក្នុងការដំណើរពីជំនាញនៃការគ្រប់គ្រងហើយនេះគឺជាកញ្ចប់ថវិកាដែលចា៎ហើយពីសុខភាពល្អដល់ថ្ងៃទីទៅនឹងចិត្តដុល្លារលោកនេះយាមមាននឹងថ្ងៃនេះសូមអរគុណយុវវ័យបាទសាធារណជនបាទបាទក្រុមហ៊ុនបាទថតមួយ